បទដែលកម្ពុជានិងថៃទើបតែឯកភាពគ្នាលើបទឈុបបាញ់ប៉ុន្តែស្ថានភាពនៅតាមបណ្ដោយព្រំដែនមិនទាន់ស្ងប់ស្ងាត់ដោយដែលមនុស្សជាច្រើនរំពឹងទុកនោះទេព័ត៌មានថ្មីមួយពីសារព័ត៌មានថៃកំពុងបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះវាពាក់ព័ន្ធនឹងការដាក់ទូកុងតឺន័រដើម្បីខណ្ឌចែកព្រំដែននៃតំបន់ដែលកម្ពុជាហៅថាភូមិជោគជ័យខណៈភាគីថៃហៅថានងច័ន្ទយោងតាមការចុះផ្សាយរបស់កាសែតថៃនៅថ្ងៃទី29ខែធ្នូឆ្នាំ2025កងទ័ពថៃបានដំឡើងទូកុងតឺន័រចំនួន60ទូតាមបណ្ដោយព្រំដែនក្នុងតំបន់បាននងច័ន្ទស្ថិតនៅស្រុកដនម៉ាក់មូននិងស្រុកគោកស៊ូងខេត្តស្រះកែវប្រទេសថៃតាមប្រភពដដែលទូកុងតឺន័រទាំងនេះត្រូវបានផ្ដល់មកតាមរយៈមូលនិធិកាន់ឆំ Power ដោយមានគោលបំណងប្រើប្រាស់ជាឧបករណ៍សម្គាល់ខ្សែបន្ទាត់និងការពារតំបន់ដែលថៃអះអាងថាជាទឹកដីរបស់ខ្លួនសកម្មភាពដាក់ទូកុងតឺន័រនេះមិនមែនកើតឡើងដោយចៃដន្យនោះទេប៉ុន្តែធ្វើឡើងបន្ទាប់ពីកងទ័ពថៃបានវាយដណ្ដើមយកតំបន់នោះពីភាគីកម្ពុជាមុនពេលបទឈប់បាញ់ចូលជាធរមាននៅថ្ងៃត្រង់ថ្ងៃទី27ខែធ្នូបន្ទាប់ពីវាយដណ្ដើមបានកងទ័ពថៃបាយបង្ហូតទង់ជាតិថៃដើម្បីប្រកាសការគ្រប់គ្រងលើតំបន់នោះដោយយោងតាមផែនទីຂະຫນາດ1 លើ 50 ពាន់ដែលភាគីថៃចាត់ទុកថាជាមូលដ្ឋានស្របច្បាប់សារព័ត៌មានថៃខ្លះបានហៅសកម្មភាពនេះថាជាកាដូឆ្នាំថ្មីសម្រាប់ប្រជាជនថៃនិងអ្នកភូមិនងច័ន្ទទោះយ៉ាងណាសម្រាប់ភាគីកម្ពុជាតំបន់ដែលថៃហៅថានងច័ន្ទត្រូវបានស្គាល់ជាផ្លូវការថាភូមិជោគជ័យខេត្តបន្ទាយមានជ័យការដណ្ដើមយកតំបន់នេះត្រូវបានអះអាងថាផ្អែកលើខ្សែបន្ទាត់ពណ៌ស្រាក់ដែលបង្ហាញនៅក្នុងរូបភាពឬផែនទីមួយចំនួនប៉ុន្តែខ្សែបន្ទាត់នោះមិនមែនជាការខណ្ឌសីមាផ្លូវការរួមដែលភាគីទាំងពីរទទួលស្គាល់គ្នានោះទេខាងកម្ពុជាបានប្រកាសមិនទទួលស្គាល់នៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយហើយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូជៀនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែបន្ទាត់មិនកែប្រែ Utis Possidetis Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូជៀនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងទៅនេះហើយជាចំណុចសំខាន់ដែលធ្វើឲ្យបញ្ហាព្រំដែនកម្ពុជាថៃនៅតែមានភាពស្មុគស្មាញនិងងាយរងការបន្ទង់ទាំងពីរតើការដាក់ទូកុងតឺន័រនេះស្របនឹងស្មារតីនៃការឈប់បាញ់ដែរឬទេសកម្មភាពនេះអាចបង្កើនភាពតានតឹងព្រោះវាអាចត្រូវបានបកស្រាយថាជាការបង្កើនស្ថានភាពពិតលើដីមុនពេលមានការចរចាផ្លូវការលើតុការដាក់ឧបករណ៍ថែបែបនេះអាចប៉ះពាល់ដល់ការទុកចិត្តគ្នារវាងកម្លាំងទាំងពីរទោះបីជាមានបទឈប់បាញ់ក៏ដោយការដាក់ទូកុងតឺន័ររបស់កងទ័ពថៃនៅតំបន់ភូមិជោគជ័យមិនមែនជារឿងតូចតាចនោះទេប៉ុន្តែជាសញ្ញាដ៏ច្បាស់ថាបញ្ហាព្រំដែនកម្ពុជាថៃនៅតែជាបញ្ហារសើមនិងអាចផ្ទុះអាវុធសារជាថ្មីព្រោះស្ថានភាពនៅផុយស្រួយនៅឡើយនិងត្រូវការចរចាយ៉ាងប្រុងប្រយ័ត្នសូមចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗបន្តទៀតសូមអរគុណ